ការលើកលែងទោសជាប់ពន្ធនាគារ27ឆ្នាំដល់លោកកឹមសុខាអតីតមេដឹកនាំគណៈបកសង្គ្រោះជាតិកាលពីថ្ងៃទី25ខែឧសភាឆ្នាំ2026បានបើកសំណួរថ្មីមួយក្នុងសង្គមកម្ពុជាថាតើរឿងនេះអាចជាផ្លូវថ្មីនៅក្នុងការពិនិត្យលើជោគវាសនាសកម្មជននយោបាយសង្គមបរិស្ថានសិទ្ធិការងារនិងដីធ្លីផ្សេងទៀតដែលកំពុងជាប់ឃុំដែរឬទេយោងតាមទិន្នន័យរបស់អង្គការលីកាដូបច្ចុប្បន្នមានសកម្មជនខ្មែរជាង100នាក់ដែលនៅជាប់ឃុំក្នុងនោះមានសកម្មជនបរិស្ថានដូចជាលោកធុនរដ្ឋាកញ្ញាភួនកែវរស្មីលោកលីច័ន្ទតារាវុធនិងលោកយឹមលៀងហ៊ីដែលត្រូវបានតុលាការផ្តន្ទាទោសកាលពីឆ្នាំ2024ពីបទរួមគំនិតក្បត់និងប្រមាថព្រះមហាក្សត្រសកម្មជននយោបាយដូចជាកញ្ញាសេងធីរីលោកថាច់សេដ្ឋានិងសកម្មជនជិត50នាក់ផ្សេងទៀតដែលរងបទចោទប្រកាន់ពីបទញុះញង់និងរួមគំនិតក្បត់ចន្លោះឆ្នាំ2022ដល់ឆ្នាំ2024ក្រៅពីនេះនៅមានសកម្មជនសិទ្ធិការងារនិងដីធ្លីមួយចំនួនដែលត្រូវបានឃាត់ខ្លួនពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមលោកអំសំអាតនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការលីកាដូមើលឃើញថាការលើកលែងទោសលោកកឹមសុខាអាចជាសញ្ញាវិជ្ជមានមួយនៃបរិយាកាសបង្រួបបង្រួមជាតិលោកបន្តថាសង្គមស៊ីវិលចង់ឃើញមានការពិនិត្យលទ្ធភាពផ្លូវច្បាប់បន្ថែមទៅលើករណីសកម្មជននិងអ្នកជាប់ឃុំផ្សេងទៀតដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនិងលើកកម្ពស់ប្រជាធិបតេយ្យរបស់កម្ពុជាលោកមាសនេះអ្នកវិភាគសង្គមនិងនយោបាយយល់ឃើញដូចគ្នាលោកថាប្រសិនបើមានការពិនិត្យបន្តលើករណីសកម្មជនជាប់ឃុំផ្សេងទៀតទៅតាមនីតិវិធីច្បាប់វានឹងធ្វើឲ្យដំណើរការផ្សះផ្សាជាតិមានអត្ថន័យកាន់តែទូលំទូលាយនេះក៏ជាក្តីសង្ឃឹមរបស់ក្រុមគ្រួសាររបស់សកម្មជនជាប់ឃុំផងដែរអ្នកស្រីគង់ម៉ាណិតម្ដាយរបស់សកម្មជនបរិស្ថានភួនកែវរស្មីរំពឹងថាកូនស្រីរបស់អ្នកស្រីអាចទទួលបានសេរីភាពឡើងវិញបន្ទាប់ពីករណីលោកកឹមសុខាក៏ប៉ុន្តែភាគីរដ្ឋាភិបាលនៅមិនទាន់បង្ហាញសញ្ញាថានឹងមានការលើកលែងទោសជាបន្តបន្ទាប់ទៅលើករណីផ្សេងទៀតនោះទេលោកប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ News Today ថាមកដល់ពេលនេះមានតែព័ត៌មានអំពីការលើកលែងទោសលោកកឹមសុខាប៉ុណ្ណោះលោកបញ្ជាក់ថាថ្នាក់ដឹកនាំរដ្ឋាភិបាលតែមានគោលការណ៍សន្តោសប្រណីនិងផ្ដល់ឱកាសចំពោះអ្នកដែលដឹងកំហុសនិងចេះកែខ្លួនឋានៈគោលនយោបាយបង្រួបបង្រួមជាតិត្រូវបានអនុវត្តជាបន្តបន្ទាប់តាំងពីទសវត្សរ៍1980មកម្លេះបើទោះបីជាមិនទាន់មានសញ្ញាច្បាស់ពីការសម្រេចបន្តរបស់រដ្ឋាភិបាលក៏ដោយករណីលោកកឹមសុខាអាចបិទជំពូកមួយប៉ុន្តែក៏បានបើកការរងចាំមួយទៀតចំពោះគ្រួសារសកម្មជននិងសង្គមស៊ីវិលនៅកម្ពុជាខ្ញុំរស់សុធាពី News Today NTTVអង្គរ Sprayer ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិស្នាដៃកូនខ្មែរបង្កើតឡើងដោយក្រុមហ៊ុនអង្គរ Green និងទទួលផលិតគ្រឿងចក្រកសិកម្មផ្សេងទៀតអង្គរ Green រួមគ្នាអភិវឌ្ឍនិងធ្វើទំនើបកម្មកសិកម្ម